គឺជាមេធាវីផ្ទាល់ខ្លួនរបស់បងប្អូនកម្មករចាថ្ងៃនេះដែរខ្ញុំចន្ទឿនសហជីពនៅខាងសួរព្រីមៀខេត្តតាកែវចាសូមចែករំលែកពីបទពិសោធន៍សហជីពខ្លះដល់បងប្អូនចាពេលដែលខ្ញុំយល់ដឹងពីច្បាប់សហជីពច្រើនគឺខ្ញុំអត់ខ្លាចទេឲ្យយុត្តិធម៌ឲ្យកម្មករក៏ដូចជាខ្លួនឯងដែលយើងធ្វើការកន្លែងនេះគឺយើងធ្វើថែកម្មករមិនឲ្យគេរំលោភបំពានលើសិទ្ធិរបស់គាត់ចាស្ទាបជាក់ស្ដែងដូចជាមានបញ្ហារឿងមួយដែលគេឈប់កម្មករដោយមិនមានមូលហេតុមិនមានកំហុសសម្រាប់កម្មករគាត់ត្រូវតែគាត់មិនបំពានលើសិទ្ធិរបស់ក្រុមហ៊ុនទេតែគេឈប់គាត់អញ្ចឹងណាអញ្ចឹងពួកខ្ញុំមានសិទ្ធិរកដំណោះស្រាយឲ្យគាត់ក្នុងនាមខ្ញុំជាសហជីពដែលកម្មកររងទុក្ខដោយក្រុមហ៊ុនបំពានលើសិទ្ធិគាត់ខ្ញុំបញ្ឈប់គាត់ដោយមិនមានមូលហេតុក្នុងនាមខ្ញុំសហជីពក៏ដោះស្រាយឲ្យគាត់តាមនីតិវិធីហើយក៏បានមកចូលធ្វើការវិញជាធម្មតារបស់គាត់វិញអត់មានបានកាត់ប្រាក់វិវត្តរបស់គាត់អីដែរគឺគេគិតឲ្យរបស់គាត់វិញលេងទាំងអស់ចាអូនគិតមើលបើសិនអត់មានសហជីពតើសង្ឃឹមថាគាត់បានចូលមកធ្វើការវិញអត់ចឹងសហជីពគឺសំខាន់ណាស់សម្រាប់បងប្អូនសហជីពគឺជាមេធាវីផ្ទាល់ខ្លួនរបស់បងប្អូនកម្មករ